BM27 Urengen គឺជាប្រព័ន្ធបាញ់កាំជ្រួចវងមួយប្រភេទរបស់រុស្ស៊ីដែលមិនសូវមានគេចាប់អារម្មណ៍ប៉ុន្តែវាត្រូវបានឆ្លងកាត់ក្នុងសង្គ្រាមជាច្រើនរាប់មិនអស់ដោយប្រជាជនយើងដឹងស្រាប់ហើយថាប្រទេសរុស្ស៊ីគឺជាប្រទេសមួយដែលមានជំនាញខាងផលិតប្រព័ន្ធបាញ់គ្រាប់រ៉ុកែតនិងប្រព័ន្ធការពារដែនអាកាសហើយសព្វវុធទាំងនោះត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមជាក់ស្ដែងតាំងពីអតីតកាលមកទល់នឹងសព្វថ្ងៃដោយវាត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ1975កំព្រីវង BM27 Urengen វាត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមសូវៀតនៅអាហ្គានីស្ថានសង្គ្រាមឈើឆេនទាំងពីរលើកសង្គ្រាមអ៊ីរ៉ង់និងអ៊ីស្រាអែលសង្គ្រាមនៅដនបាសសង្គ្រាមនៅស៊ីរីនិងសង្គ្រាមរវាងអាមេនីនិងអាហ្សេបៃសាននៅតំបន់ណាហ្កូណូការ៉ាបាក់ជាដើមជាពិសេសសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនដោយភាគីទាំងសងខាងប្រើប្រាស់វាក្នុងការប្រយុទ្ធរថយន្តសម្រាប់ផ្ទុកគ្រាប់រ៉ុកែតនេះមានទម្ងន់សរុបដើម្បីត្រៀមប្រយុទ្ធគឺ20តោនដែលមានបណ្ដោយប្រវែង 9.63 ម៉ែត្រទទឹង 2.8 ម៉ែត្រកម្ពស់ 3.23 ម៉ែត្រអាចផ្ទុកកណ្ដុងបាញ់គ្រាប់រ៉ុកែតចំនួន16កណ្ដុងដោយប្រើប្រាស់គ្រាប់រ៉ុកែត220មីលីម៉ែត្រដែលមានក្បាលគ្រាប់5ប្រភេទគឺ 9M27F 9M27K Watt 9M27K2 9M27K3 និង M59 ក្បាលគ្រាប់នីមួយៗមានតួនាទីខុសគ្នាខ្លះផ្ទុកទៅដោយគ្រាប់បែកចង្កោមក្បាលគ្រាប់ខ្លះផ្ទុកទៅដោយមានប្រឆាំងនឹងមនុស្សនិងខ្លះផ្ទុកទៅដោយសារធាតុគីមីរ៉ូកែតនេះមានទម្ងន់280គីឡូក្រាមមានក្បាលគ្រាប់ទម្ងន់ចាប់ពី90គីឡូក្រាមរហូតដល់100គីឡូក្រាមចំពោះរយៈចម្ងាយនៃការបាញ់របស់វាគឺអាស្រ័យតាមប្រភេទក្បាលគ្រាប់នីមួយៗដោយវាអាចបាញ់បានចម្ងាយចាប់ពី10គីឡូម៉ែត្រទៅ35គីឡូម៉ែត្ររហូតដល់40គីឡូម៉ែត្រនិង70គីឡូម៉ែត្រដែលអាចបំផ្លាញផ្ទៃដីទំហំ 4.3 ហិកតាឲ្យក្លាយជាផេះបានរ៉ុកែតធុននេះប្រើប្រាស់ពេលត្រឹមតែ3ទៅ12នាទីប៉ុណ្ណោះដើម្បីបើកការវាយប្រហារទៅកាន់ទីតាំងសត្រូវដោយវាមានប្រព័ន្ធបញ្ជើបាញ់ដោយកុំព្យូទ័រប្រព័ន្ធសម្រាប់មើលនៅពេលយប់ Telescope សម្រាប់មើលគោលដៅនិងប្រើប្រាស់កម្លាំងទាហាន4នាក់សម្រាប់ប្រតិបត្តិការចំណែកឯរថយន្តសម្រាប់ផ្ទុកគ្រាប់រ៉ុកែត BM27 Urengen នេះអាចបកក្នុងល្បឿន65គីឡូម៉ែត្រក្នុង1ម៉ោងរត់បានចម្ងាយ500គីឡូម៉ែត្រដែលមានបំពាក់ប្រព័ន្ធការពារ NBC ផងដែរសពថ្ងៃនេះប្រទេសដែលប្រើប្រាស់វាមានដូចជាអាមេនីកូរ៉េខាងជើងមីយ៉ាន់ម៉ាអាហ្គានីស្ថានស៊ីរីរុស្ស៊ីអ៊ុយក្រែននិងមានប្រទេសផ្សេងទៀតជាច្រើនហើយត្រូវបានរុស្ស៊ីធ្វើទំនើបកម្មទៅជាច្រើនប្រភេទផ្សេងគ្នា